ខ្ញុំឃើញ Bruno គេ revamp ទៅជាបែបហ្នឹងហើយគឺខ្ញុំមានការខកចិត្តខ្លាំងមែនទែនអ្នកគ្នានិយាយទៅគឺអត់ពេញចិត្តអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលជាមួយនឹងការ revamp ថ្មីទៅលើ Hero Bruno ដែលគេទើបតែនឹងធ្វើការ revamp ថ្មីអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបើនិយាយពីរូបរាងថ្មីនេះមើលទៅគឺស្អាតគួរសមអ្នកទាំងអស់គ្នាប៉ុន្តែបើនិយាយពី Bruno នេះវាបាត់សញ្ជាតិជាមនុស្សគឺចង់ពាក់កណ្ដាលហើយអ្នកគ្នាមើលតែជើងមើលតែដៃទៅគឺដឹងហើយមើលទៅគឺដូចមនុស្សយន្តតែម្ដងអញ្ចឹងមកនឹងយើងទៅមើលបន្តទៀតសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច Subscribe នៅលើ YouTube Channel របស់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់នោះទេកុំភ្លេចជួយចុច Subscribe នៅលើ YouTube Channel របស់ខ្ញុំម្នាក់មួយផងអញ្ចឹងយើងចូលមកដល់ Gameplay ហើយយើងមើលជាមួយនឹងរូបរាងការទាត់ Basic Attack អីទៅដំបូងឡើយពេលទាត់ហ្នឹងមានឃើញលោតពលឺនៅខាងក្រោមជើងណាអ្នកគ្នាមើលទៅវាប្លែកខុសពីមុនអ្នកទាំងអស់គ្នាអាហ្នឹងគឺជាការទាត់ Basic Attack ណាចំពោះ skill ទី1វិញគឺវារៀងប្លែកខុសពីមុនអ្នកគ្នាព្រោះកាលពីមុន skill ទី1ហ្នឹងនៅពេលដែលយើងទាត់ហើយតតែយើងទៅរឹសបាល់มันអាចមានជាមួយនឹង stage ហ្នឹងទាត់អញ្ចឹងណាតែឥឡូវហ្នឹងគឺมันចាំបាច់ទៅរឹសបាល់ក៏អាចទាត់បានដែរអ្នកគ្នានិយាយទៅគឺវារៀងល្អជាងមុនអញ្ចឹងណាហើយនិយាយអញ្ចឹងអ្នកទាំងអស់គ្នាមានបានដាក់យកជាមួយនឹងការ free ticket លើកទី1នៅក្នុង event Street Fighter ហើយឬនៅបើសិនជាអត់ទាន់ដាក់ទេគឺរាន់តែដាក់ហើយទៅព្រោះដោយសារតែការ free ticket ហ្នឹងគឺនៅសល់ត្រឹមតែរយៈពេល1ថ្ងៃទេអ្នកគ្នាអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមានតម្រូវការដាក់ diamond ដើម្បីយកជាមួយនឹងការ free ticket ហ្នឹងគឺគ្នាយើងអាចមិនដាក់ជាមួយនឹងខ្ញុំបានដែលមានតម្លៃសមរម្យនិងសុវត្ថិភាពដល់ account 100%ឬក៏អ្នកទាំងអស់គ្នាចង់តែដាក់ diamond នៅខ្លួនឯងក៏បានដែរគឺដាក់តាម server ខាងខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virtual Store អញ្ចឹងយើងមកមើលពី skill ទី2របស់ Bruno វិញចំពោះ skill ទី2របស់ Bruno អ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អីអត់បើសិនជាអត់ចាប់អារម្មណ៍ទេខ្ញុំប្រាប់អ្នកទាំងអស់គ្នា skill ទី2នៅពេលដែលគេធ្វើការ revamp ទៅលើ Bruno គឺលែងមាន knock out ឬក៏ stun ទៅលើ enemy ទៀតហើយអ្នកគ្នាគឺវាខុសពីមុនណាបើពីមុន skill ទី2របស់ Bruno ហ្នឹងនៅពេលដែល slide ទៅចំជាមួយនឹង enemy គឺនឹងធ្វើឲ្យ enemy stun អ្នកគ្នាតែឥឡូវហ្នឹងគឺគេដកចេញបាត់ហើយអ្នកគ្នានិយាយទៅគឺ set ខ្លាំងមែនទែននៅពេលដែលដកចេញអញ្ចឹងគឺ Bruno រៀងពិបាកលេងអ្នកគ្នាកាលពីមុនបាន slide ឲ្យ enemy knock down ហើយគឺទាត់ជើអញ្ចឹងណាតែឥឡូវគឺចប់តែម្ដងនិយាយទៅ Bruno ឃើញជាមួយនឹងវីដេអូហ្នឹងហើយរៀង set តិចអ្នកគ្នាហើយចំពោះ skill ទី3របស់ Bruno អានេះតាមការគិតរបស់ខ្ញុំនិងការឃើញអញ្ចឹងណាអញ្ចឹងចំពោះ skill ទី3ហ្នឹងខ្ញុំមានអារម្មណ៍ថាអា rank long ហ្នឹងគឺវារៀងទូជាងមុនណាវាអត់ដូចពីមុនពីមុន rank long បាល់ពី enemy មួយទៅ enemy មួយគឺវាបានឆ្ងាយតែឥឡូវហ្នឹងគឺមានអារម្មណ៍ថាអា skill ឡងរបស់ Bruno ហ្នឹងគឺវារៀងទូជាងមុនអ្នកទាំងអស់គ្នាដល់ពេលអញ្ចឹងទៅនៅគៀកគ្នាមើមគឺឡងអត់ដល់នោះទេនិយាយទៅគឺការ review មួយនេះមើលទៅគឺដូចនៅទៅលើ Bruno អញ្ចឹងអ្នកគ្នាហើយបច្ចុប្បន្ន Bruno មិនសូវមានអ្នកលេងផងឥឡូវមកអញ្ចឹងទៀតគឺចប់តែម្ដងអញ្ចឹងបើពីខ្ញុំទៅវិញចំពោះការ review មួយហ្នឹងគឺខ្ញុំគិតថាអត់ល្អនោះទេហើយសម្រាប់គ្នាយើងអ្នកដែលចូលចិត្តលេង Bruno តែអ្នកទាំងអស់គ្នាមានមតិយោបល់អីយ៉ាងណាឬក៏គ្នាយើងឃើញហើយមានមតិយោបល់ទៅលើការ review មួយហ្នឹងកុំភ្លេច comment នៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយផងថាអ្នកទាំងអស់គ្នាគិតដូចខ្ញុំអត់អញ្ចឹងណាចឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច Subscribe នៅលើ YouTube Channel របស់ខ្ញុំកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីគ្នាយើងបានដឹងពីការ revamp ថ្មីទៅលើ Hero Bruno ផងដែរហើយសម្រាប់គ្នាយើងអ្នកដែលទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ